នៅថ្ងៃបន្ទាប់អ្នកភូមិក៏នៅតែបន្តជួបនៅសំណសាកសពជារឿយៗខណៈពេលដែលតាអ៊ុំក៏បានដឹងច្បាស់ថានេះគឺជាស្នាដៃរបស់ដូនជីនិងព្រះសង្ឃដោយមិនដឹងខ្ចាត់ប្រត់មកពីណានោះឡើយភ្លាមនោះតាអ៊ុំក៏ក្រឡេកទៅឃើញលោកតាច័ន្ទដែលកំពុងតែនិមន្តឆ្លងកាត់ទីនេះដោយវាជាថ្ងៃសិលលោកតាច័ន្ទតែងតែនិមន្តឆ្លងកាត់ផ្លូវនេះដើម្បីទៅធ្វើសមាធិក្នុងព្រៃក្បែរភូមិកណាសូមថ្វាយបង្គំលោកឪចម្រើនពរញោមតើពួកញោមកំពុងតែមកធ្វើអ្វីនៅទីនេះអំឡុងពេលនោះនីណេតនិងតាអ៊ុំក៏បានរៀបរាប់នៅរឿងរ៉ាវទាំងអស់ដែលបានជួបប្រទះទៅកាន់លោកតាច័ន្ទខណៈពេលដែលលោកតាច័ន្ទបានដឹងរឿងទាំងអស់នោះហើយលោកក៏មានសង្កេតការទៅកាន់ពួកគេវិញថាវាគឺជាដួងវិញ្ញាណដែលបានមកសន្ធិដ្ឋលើរូបរាងកាយរបស់ព្រះសង្ឃនិងដូនជីណាញោមដោយសារតែពួកគេបានរៀននៅអាគមខ្មៅទើបបានជាពួកគេបែកឆ្វេងហើយខ្លាចទៅជាបែបនេះនៅពាក់កណ្ដាលយកថ្ងៃសិលខណៈពេលដែលលោកតាច័ន្ទកំពុងតែធ្វើសមាធិនៅក្នុងព្រៃតាអង្គឯងពេលនោះក៏ស្រាប់តែមានសំឡេងខ្យល់យ៉ាងខ្លាំងកំពុងតែបោកនៅពីមុខរបស់លោកតាច័ន្ទដោយសំឡេងខ្យល់បោកខ្លាំងលោកតាច័ន្ទក៏បានបើកភ្នែកដើម្បីពិនិត្យមើលបរិយាកាសជុំវិញខ្លួនស្រាប់តែលោកបានឃើញនៅស្រមោលរបស់មនុស្សពីរនាក់ដែលកំពុងឈរនៅក្នុងខ្យល់អាប់យ៉ាងខ្លាំងនោះហើយលោកក៏បានដឹងថានោះគឺជាដូនជីនិងព្រះសង្ឃដែលអ្នកភូមិបាននិយាយតៗគ្នាកាលពីថ្ងៃមិញនោះឯងបន្ទាប់មកព្រះសង្ឃបិសាចក៏បានដេញឲ្យលោកតាច័ន្ទជិះចេញពីផ្លូវរបស់គេដោយសារតែកន្លែងដែលលោកតាច័ន្ទអង្គុយនោះគឺជាផ្លូវសម្រាប់ចូលភូមិគណៈដែលលោកតាច័ន្ទក៏បានបិទភ្នែកនិងបន្តធ្វើសមាធិដែលមិនខ្វល់ពីដូនជីនិងព្រះសង្ឃនោះឡើយភ្លាមនោះសម្រែករបស់ដូនជីក៏បានបន្លឺឡើងខណៈពេលនោះដែរក៏មានសត្វអ្វីម្យ៉ាងបានលោតចេញពីកំពតស្មៅនិងដើរសម្ដៅទៅកាន់លោកតាច័ន្ទទាំងភាពស្រេកឃ្លានបន្ទាប់មកវាក៏បានហក់សម្ដៅទៅកាន់លោកតាច័ន្ទរពេចនោះក៏មានពន្លឺភ្លើងអ្វីម្យ៉ាងបានជះមកប៉ះលើសត្វចម្លែកនោះដែលបណ្ដាលឲ្យវាស្លាប់បាត់ទៅចំណែកឯដូនជីក៏ត្រូវរងនៅអំពើរបស់ខ្លួនក៏បានដេកដួលស្លាប់ផងដែរដោយឃើញបែបនេះព្រះសង្ឃបិសាចគឺពិតជាខឹងខ្លាំងណាស់ហើយការប្រយុទ្ធរវាងព្រះសង្ឃនិងព្រះសង្ឃក៏បានកើតឡើងដោយព្រះសង្ឃបិសាចបានបញ្ចេញនៅរូបរាងដើមដោយវាជាអសុរកាយក្រហមដែលមានមាឌធំនិងកម្ពស់ខ្ពស់ស្បែកពណ៌ក្រហមឆ្អិនឆ្អៅនិងមានជង្គង់ស្រួចស្រួចភ្នែកធំធំនិងមានស្នែងនៅសងខាងក្បាលទៀតផងភ្លាមនោះអសុរកាយក្រហមក៏បានដើរតម្រង់ទៅកាន់លោកតាច័ន្ទទាំងទឹកមុខចងកំហឹងជាខ្លាំងដោយបារមីរបស់លោកតាច័ន្ទក៏បានលេចចេញនៅយៈរាហូដ៏ធំសម្បើមមួយដែលកំពុងឈរសំកាំងនៅពីមុខរបស់លោកតាច័ន្ទដោយយៈរាហូនោះគឺមានមាឌធំភ្នែកមានពន្លឺនិងមានជង្គង់វែងស្បែកខ្មៅនិងមានខ្លួនត្រឹមតែពាក់កណ្ដាលឡើងលើតែប៉ុណ្ណោះហើយការប្រយុទ្ធរវាងយៈរាហូនិងបិសាចអសុរកាយក្រហមក៏បានកើតឡើងនៅខណៈនោះផងដែរ